ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានស្វាយម្ថងបងប្អូនយកមកធ្វើដំណាប់ស្វាយហូបម្ដងបងប្អូនអើយដោយសារតានាងខ្ញុំឃើញអ្នកលក់បងប្អូនគាត់យកអុំទូកលក់បងប្អូនហើយក៏ដាក់ស្មាច់មកច្រើនមែនតើដាក់ឡើងមួយស្មាច់ហ្មងនិយាយទៅស្វាយនឹងគឺសម្បូរណាបងប្អូនអើយខែនេះសម្រាប់អ្នកចការគឺដល់ហើយបងប្អូនស្វាយនឹងគឺស្វាយកាលមៀតបងប្អូនហើយនាងខ្ញុំក៏បានទិញចំនួន5គីឡូបងប្អូនដើម្បីយកមកធ្វើដំណាប់ស្វាយហូបដោយសារតែឃើញអ្នកលក់រៀងធូរថ្លៃដែរបងប្អូនអើយហើយណាមួយខែនេះខែស្វាយសបោផងនឹកឃើញចង់ហូបដំណាប់ស្វាយក៏ទិញស្វាយនឹងយកមកធ្វើដំណាប់ស្វាយហូបម្ដងបងប្អូនឥឡូវនាងខ្ញុំចាប់ផ្ដើមមកធ្វើដំណាប់ស្វាយបងប្អូនគឺនាងខ្ញុំចិត្តសម្បកហើយលាងទឹកឲ្យស្អាតបងប្អូនបន្ទាប់មកនាងខ្ញុំក៏ចាប់ផ្ដើមយកមកចិតជាចំណិតបងប្អូនហើយដំណាប់ស្វាយនេះដែរនាងខ្ញុំអត់ចិតចំណិតទូចទេបងប្អូនគឺនាងខ្ញុំចិតចំណិតរាងធំល្មមបងប្អូនដោយសារនៅពេលដែលយើងធ្វើទៅយើងយកវាទៅហាលទៀតអញ្ចឹងវាស្វិតទូចបងប្អូនអញ្ចឹងយើងត្រូវចិតវារាងធំបន្តិចហើយបន្ទាប់ពីនាងខ្ញុំចិតលាងទឹកស្អាតហើយនាងខ្ញុំក៏ចាប់ផ្ដើមលាយទឹកកំបោរបងប្អូនដើម្បីយកទឹកស្វាយនឹងទៅត្រាំជាមួយនឹងទឹកកំបោរនឹងឲ្យសាច់ស្វាយនឹងឡើងស្វិតបងប្អូនឥឡូវនាងខ្ញុំលាយទឹកកំបោរហ្នឹងបងប្អូនអញ្ចឹងយើងកូរទឹកកំបោរហ្នឹងឲ្យសព្វហើយទុកវាឲ្យរងថ្លាយើងចាក់សរិតទឹកថ្លាលើបងប្អូនចូលទៅក្នុងស្វាយហើយនាងខ្ញុំបានត្រាំជាមួយនឹងទឹកកំបោរហ្នឹងរយៈពេល30នាទីបងប្អូនបន្ទាប់ពីនាងខ្ញុំត្រាំទឹកកំបោរអស់រយៈពេល30នាទីហើយនាងខ្ញុំក៏ចាប់ផ្ដើមយកស្វាយមកលាងទឹកឲ្យស្អាតបងប្អូនយើងលាងឲ្យបាន2 3ទឹកឲ្យជ្រះទឹកកំបោរហ្នឹងទៅបន្ទាប់មកនាងខ្ញុំក៏យកមកប្រឡាក់ស្ករសបងប្អូនស្វាយចំនួន5គីឡូហ្នឹងនាងខ្ញុំដាក់ស្ករសចំនួន1គីឡូកន្លះបងប្អូនហើយជ្រាវច្របល់ស្ករសហ្នឹងឲ្យសព្វនឹងសាច់ស្វាយបងប្អូនរហូតដល់តែស្ករសហ្នឹងរលាយសព្វនឹងសាច់ស្វាយអស់ហើយបងប្អូននាងខ្ញុំក៏បានយកស្វាយនិងទឹកស្ករដែលយើងលាយសព្វជាមួយស្វាយហ្នឹងបងប្អូនយកទៅចាក់រំងាស់នៅក្នុងឆ្នាំងបងប្អូនអញ្ចឹងនាងខ្ញុំបានចាក់រំងាស់ស្វាយហ្នឹងនៅក្នុងឆ្នាំងរំងាស់រហូតតតែទឹកស្ករនឹងជាមួយស្វាយហ្នឹងចូលជាតិគ្នាបងប្អូនឥឡូវឃើញថាស្វាយរបស់នាងខ្ញុំរំងាស់បានចូលជាតិជាមួយនឹងស្ករល្អហើយបងប្អូនសាច់ស្វាយនាងខ្ញុំឡើងថ្លាឡើងស្វិតល្អបងប្អូននាងខ្ញុំបិទភ្លើងទុកឲ្យត្រជាក់សិនណាបងប្អូនបន្ទាប់ពីស្វាយរបស់នាងខ្ញុំត្រជាក់ហើយនាងខ្ញុំក៏ចាប់ផ្ដើមចាក់ស្វាយរបស់នាងខ្ញុំនឹងសម្រស់ទឹកស្ករនឹងបងប្អូនហើយបន្ទាប់មកនាងខ្ញុំក៏យកទៅតម្រៀបដាក់ហាលបងប្អូនអញ្ចឹងនាងខ្ញុំតម្រៀបដាក់ថាសស្វាយរបស់នាងខ្ញុំ5គីឡូនាងខ្ញុំយកទៅត្រៀបដាក់ថាសបាន2ថាសបងប្អូនណាបន្ទាប់ពីនាងខ្ញុំត្រៀបដាក់ថាសនាងខ្ញុំហាលរយៈពេលអស់3ថ្ងៃបងប្អូនឥឡូវឃើញថាដំណាប់ស្វាយរបស់នាងខ្ញុំឡើងស្ងួតល្អបងប្អូននាងខ្ញុំក៏ចាប់ផ្ដើមតម្រៀបដាក់ប្រអប់បងប្អូនដោយសារតែនាងខ្ញុំអត់មានកន្លកែវបើបងប្អូនមានកន្លកែវបងប្អូនរៀបដាក់កន្លកែវក៏បានដែរបងប្អូនឃើញទេបងប្អូនដំណាប់ស្វាយរបស់នាងខ្ញុំហាលក្រៀមបានល្អបងប្អូនឥឡូវនាងខ្ញុំឲ្យក្មួយរបស់នាងខ្ញុំញ៉ាំមួយចំណិតសួរតែឆ្ងាញ់អត់គាត់ថាឆ្ងាញ់វីដេអូរបស់នាងខ្ញុំក៏មានតែប៉ុណ្្នេះឯងអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការស្រឡាញ់ចូលចិត្តវីដេអូរបស់នាងខ្ញុំអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាតែបងប្អូនដំណាប់ស្វាយខ្ញុំធ្វើហើយបងប្អូនមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាខ្ញុំអត់ណាញ៉ាំបង